ដំណឹងបន្ទាន់នឹងក្តៅគគុកទីហ៊ានថៃជន់មីនដាច់ជើងមានបញ្ជាការយោធាភូមិភាគទី2បញ្ជាបិទ4ច្រកលើកកម្ពស់វិធានការតបតនឹងកម្ពុជាបងប្អូនជាទីគោរពថ្ងៃនេះមានដំណឹងដ៏គួរឲ្យព្រួយបារម្ភនិងតានតឹងបំផុតមួយទៀតបានកើតឡើងនៅតាមបណ្ដោយព្រំដែនថៃកម្ពុជាថ្មីនេះមានរបាយការណ៍បានឲ្យដឹងថាទីហ៊ានថៃម្នាក់បានជន់មីនបណ្ដាលឲ្យរបួសធ្ងន់ធ្ងរដល់ថ្នាក់ដាច់ជើងភ្លាមនោះលោកមេបញ្ជាការយោធាភូមិភាគទី2របស់ថៃបានចេញបញ្ជាឲ្យបិទច្រកព្រំដែនចំនួន4កន្លែងនិងបានប្រកាសលើកកម្ពស់វិធានការតបតនឹងកម្ពុជាតើហេតុការណ៍នេះពិតជាកើតឡើងដោយរបៀបណាហើយតើការសម្រេចចិត្តនេះនឹងយ៉ាងឥទ្ធិពលអ្វីខ្លះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរតោះស្វែងយល់ទាំងអស់គ្នាការជន់មីនរបស់ទីហ៊ានថៃនិងការឆ្លើយតបភ្លាមពីមេបញ្ជាការយោធាភូមិភាគទី2យោងតាមព័ត៌មានបន្ទាន់បានឲ្យដឹងថាករណីទីហ៊ានថៃម្នាក់បានជន់មីនបណ្ដាលឲ្យរបួសធ្ងន់ធ្ងរដល់ថ្នាក់ដាច់ជើងហេតុការណ៍នេះបានបង្កឲ្យមានប្រតិកម្មភ្លាមពីសំណាក់អាជ្ញាធរយោធាថៃជាការឆ្លើយតបលោកមេបញ្ជាការយោធាភូមិភាគទី2ដែលមានភារកិច្ចទទួលខុសត្រូវលើតំបន់ព្រំដែនសំខាន់ជាមួយកម្ពុជាបានចេញបញ្ជាភ្លាមនៅវិធានការដ៏តឹងរឹងបិទច្រកព្រំដែនចំនួន4កន្លែងការសម្រេចចិត្តបិទច្រកទាំងនេះគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ជន់មីននេះលើកកម្ពស់វិធានការតបតនឹងកម្ពុជាការប្រើពាក្យថាលើកកម្ពស់វិធានការតបតបង្ហាញពីចេតនារបស់ភាគីថៃដើម្បីបង្កើនកម្រិតសម្ពាធឬវិធានការតឹងរឹងជាងមុនមកលើភាគីកម្ពុជាផែនការចក្រពង្សភូវនាថធ្លាប់ធ្វើឲ្យកម្ពុជារៀបជាផ្ទាំងកងកាលពីឆ្នាំ2011មេបញ្ជាការកងទ័ពជើងគោកថៃបានបញ្ជាឲ្យកងទ័ពត្រៀមខ្លួនប្រតិបត្តិការភ្លាមពេលមានបញ្ជានៅថ្ងៃស្អែកនេះ24កក្កដាឆ្នាំ2025នៃឧត្តមសេនីយ៍ផាណាក្លែវភ្លុកធុកអគ្គមេបញ្ជាការកងទ័ពជើងគោកនៃឧត្តមសេនីយ៍ត្រីឆៃព្រឹកឌួងប្រផាត់អនុប្រធានសេនាធិការកងទ័ពជើងគោកនៃឧត្តមសេនីយ៍តូប៊ុនស៊ីនផាត់ខ្លាងមេបញ្ជាការយោធាភូមិភាគទី2និងនៃឧត្តមសេនីយ៍ត្រីធីរ៉ាណាន់ណាន់ថាខ្វែងមេបញ្ជាការឯកភាពស៊ុនកាយោធាត្រៀមចុះទៅពិនិត្យផ្ទាល់នៅតំបន់ច្រកអានសែសម្រាប់ផែនការចក្រពង្សភូវនាថត្រូវបានគេដឹងថា Big Keo នៃឧត្តមសេនីយ៍ឆាល់លឹមផុលស៊ីសាវ៉ាត់ជាន័យទាហានរៀនចំនួនទី21និងជាអតីតអគ្គមេបញ្ជាការកងទ័ពកម្ពុជាធ្លាប់បានចូលរួមសរសេរផែនការនេះកាលពីពេលកាន់តំណែងជាប្រធាននាយកដ្ឋានយុទ្ធសាស្ត្រកងទ័ពជើងគោកផែនការនេះត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមប្រាសាទព្រះវិហារកាលពីឆ្នាំ2011ដែលពេលនោះគេអះអាងថាធ្វើឲ្យកងទ័ពកម្ពុជាខ្ទេចខ្ទាំងរៀបជាផ្ទាំងកងនិងឈប់បង្កបញ្ហាជាមួយកងទ័ពថៃអស់ជិត10ឆ្នាំបច្ចុប្បន្នផែនការចក្រពង្សភូវនាថនៅតែមាននិងកំពុងត្រៀមនឹងយកមកប្រើប្រសិនបើស្ថានភាពព្រំដែនថៃកម្ពុជាវិលត្រឡប់ទៅរកការប្រយុទ្ធគ្នាដូចឆ្នាំ2011វិញការវិភាគនិងសេចក្តីសន្និដ្ឋានសម្រាប់កម្ពុជាបងប្អូនជាទីគោរពហេតុការណ៍នេះគឺជាសញ្ញាភ្ញាក់រអឿលមួយដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ភាគីកម្ពុជាយើងអាចវិភាគនិងសន្និដ្ឋានបានដូចតទៅថៃជាអ្នកបង្ករឿងនិងជាអ្នកបិទច្រកឯកតោភាគីដោយដែលសម្ដេចទីបតីហ៊ុនម៉ាណែតបានបញ្ជាក់កន្លងមកថាភាគីថៃជាអ្នកបង្ករឿងទាំងអស់ទាំងរឿងបិទច្រកផ្ដាច់ភ្លើងអ៊ីនធឺណិតជាដើមការចោទប្រកាន់លើកម្ពុជាថាជាអ្នកបង្កបញ្ហាមីននេះគឺជារឿងដែលត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនប្រើប្រាស់មីននិងកំពុងខិតខំប្រឹងប្រែងបោសសម្អាតមីនឲ្យអស់ពីទឹកដីការលើកឡើងអំពីការប្រើប្រាស់ផែនការចក្រពង្សភូវនាថនេះអាចជាការពពងបង្វែរការចាប់អារម្មណ៍ឬបង្កើតលេសដើម្បីបង្កើនភាពតានតឹងនិងអនុវត្តវិធានការតឹងរឹងថែមទៀតមកលើកម្ពុជាថៃកំពុងតែបោកប្រាស់សាធារណជនខ្លួនឯងនិងអន្តរជាតិចេតនាគំរាមកំហែងនិងភាពឆេវរវត្តថៃការលើកឡើងអំពីផែនការយោធាដែលធ្លាប់បានគេអះអាងថាធ្វើឲ្យកងទ័ពកម្ពុជាខ្ទេចខ្ទាំងរៀបជាផ្ទាំងកងគឺជាសារគំរាមកំហែងយ៉ាងច្បាស់លាស់ពីសំណាក់ភាគីថៃនេះបង្ហាញពីភាពឆេវនិងចេតនាក្នុងការប្រែកម្លាំងយោធាដើម្បីដោះស្រាយបញ្ហាកម្ពុជាត្រូវតែត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាពការពង្រឹងជំហរកម្ពុជានិងការទូតក្នុងស្ថានភាពបែបនេះ
កម្ពុជាត្រូវតែបន្តរក្សាជំហររឹងមាំនិងច្បាស់លាស់របស់ខ្លួនត្រូវតែបដិសេធដាច់ខាតរាល់ការជាប់ប្រកាន់ដែលគ្មានមូលដ្ឋាននិងបង្ហាញភស្តុតាងដែលពាក់ព័ន្ធនឹងកិច្ចការខិតខំប្រឹងប្រែងបោសសម្អាតមីនរបស់យើងទន្ទឹមនឹងនេះកម្ពុជាគួរតែពង្រឹងការទូតជាមួយប្រទេសជាមិត្តនិងអង្គការអន្តរជាតិដើម្បីស្វែងរកការគាំទ្រនិងអន្តរាគមន៍ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងហានិភ័យនៃចំនួនកាន់តែខ្លាំងការគម្រាមប្រៅផែនការយោធាបែបនេះគឺជាសញ្ញាដ៏គ្រោះថ្នាក់បំផុតដែលបង្ហាញថាចំនួនអាចនឹងវិវត្តទៅរកការប្រយុទ្ធគ្នាប្រសិនបើស្ថានភាពឈានដល់កម្រិតនេះវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនទាំងសងខាងព្រំដែននិងសន្តិភាពនៅតំបន់ការអំពាវនាវឲ្យមានការស៊ើបអង្កេតដោយឯកភាពនិងតម្លាភាពដើម្បីស្វែងរកការពិតនិងបញ្ចៃការចោទប្រកាន់គ្នាទៅវិញទៅមកកម្ពុជាគួរតែអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាប្រកបដោយតម្លាភាពនិងដោយមានការចូលរួមពីភាគីទី3ឯករាជ្យដូចជាអ្នកជំនាញអន្តរជាតិស្ដីពីមីនជាដើមការត្រៀមខ្លួនសម្រាប់សង្គ្រាមព័ត៌មានហេតុការណ៍បែបនេះងាយនឹងក្លាយទៅជាសមរភូមិព័ត៌មានដ៏ធំមួយផងដែរកម្ពុជាត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីទប់ទល់នឹងព័ត៌មានคล้ายៗឬការបង្កាច់បង្ខោចដោយការផ្សព្វផ្សាយព័ត៌មានពិតនឹងទាន់ពេលវេលាទៅកាន់សាធារណជនជាតិនិងអន្តរជាតិត្រូវបង្ហាញឲ្យពិភពលោកឃើញថាថៃជាអ្នកបង្ករឿងនិងមានចេតនាឈ្លានវៀនសរុបសេចក្តីមកការគម្រាមប្រៅផែនការចាក់ក្រពង់ភូវិនាថនេះគឺជាបញ្ហាប្រឈមដ៏ធំធេងមួយដែលកម្ពុជាត្រូវតែដោះស្រាយដោយភាពឆ្លៀសវៃការប្រុងប្រយ័ត្នខ្ពស់និងការរក្សាជំហររឹងមាំរបស់ខ្លួនយើងមិនមែនជាអ្នកបង្កហេតុនោះទេហើយយើងមានសិទ្ធិពេញលេញក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងខ្ញុំសង្ឃឹមថាវីដេអូនេះបានផ្ដល់ព័ត៌មាននិងការវិភាគដ៏ស៊ីជម្រៅសម្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះស្ថានភាពដ៏តានតឹងនេះសូមចែករំលែកមតិយោបល់របស់បងប្អូននៅខាងក្រោមសូមអរគុណសម្រាប់ការទស្សនា